យើងនិយាយអ្នកប្រាជ្ញចុះអ្នកប្រាជ្ញខ្លះអសិលធម៌ អសិលធម៌បាទ បាទកើតជាអ្នកប្រាជ្ញគេដែរផលិតអាវុធបរមាណូ បាទ អាវុធប្រឡាយលោក បាទ ដែលខកប្រាជ្ញាអំពីអ្វីដែលជាពាក្យទូលមានព្រានប្រដៅរបស់ព្រះអង្គដែលថាគេហៅថាវាចាក់ហាមជួញដូរគ្រឿងសព្វាវុធផ្សេងប្រឡាយលោកណា បាទ បាទឥឡូវហ្នឹងគឺគម្រាមគ្នាតែរឿង រឿង ប ស រ ព្ មា វាវុធ ណូហ្នឹងឯងបាទ រឿងបច្ចេកវិទ្យាសង្ ចែក គ្រាម ជា បាទ សង្គ្រាម បាទ បាទនេះជារឿងមួយដែលថាបើសិនជាយើងមានសិលពិភពលោកទាំងមូលនឹងមានសេចក្តីសុខសន្តិភាព បាទ បាទទី2នោះគឺការគោរពសិទ្ធិមនុស្សហើយនឹងការរស់នៅបើនិយាយអំពីសិទ្ធិមនុស្សមុនគេគឺសិទ្ធិរស់រានមានជីវិត បាទ បាទបាណាតិបាតនេះឯងគឺការមិនសម្លាប់ការមិនបៀតបៀនអ្នកដទៃនឹងហើយជាការគោរពសិទ្ធិគេគេក៏មានសិទ្ធិរស់ដូចតែយើងដូចតែគេដូចតែឯងដែរយើងចង់រស់គេក៏ចង់រស់ប្រៀបធៀបនឹងសត្វវិញដែលយើងទៅធ្វើបាបសត្វឧទាហរណ៍ថាយើងជាសត្វនឹងវិញគេធ្វើបាបយើងក៏ឈឺចាប់ដូចគ្នាបាទមួយទៀតសិទ្ធិនៅក្នុងការបញ្ចេញមតិក៏នៅក្នុងនឹងដែរបើសិនជាយើងកាន់សិលមុសាយើងមិនទៅញុះញង់បំបែកបំបាក់គេទេយើងមិនឲ្យគេឈឺចាប់ទេអាពាក្យខ្លះគេហៅថាពាក្យសម្ដីជាអាវុធពាក្យសម្ដីខ្លះក៏អាចសម្លាប់មនុស្សបានដែរណា បាទត្រូវ បាទខ្ចីដៃសម្លាប់មនុស្សដូចលោករវុធអាចមើលរឿងសាមកុកអាសាបប្រើពាក្យសម្ដីនឹងសម្លាប់មនុស្សដូចខ្ញុំអាចបើកវចកថាជូកលៀងសម្លាប់អ្នកប្រាជ្ញតកោឆាវហ្នឹងម្នាក់ដែលប្រើតែពាក្យសម្ដី ពា នេះ ក្យសម្ដីគឺធ្លាក់ក្អួតឈាមទៅលើក្នុងសេះ ក្អួតឈាមពីលើក្នុងសេះហ្នឹង បាទ នឹងជាគេហៅថាសំបីតែអាវុធមិនសំដៅទៅលើតែជាអញ្ញាជាកំភ្លើងជាដាវជាអីតែពាក្យសម្ដីនឹងក៏ជាអាវុធអាចសម្លាប់មនុស្សបានដែរ បាទ បាទខ្ចីដៃសម្លាប់មនុស្សក៏ប្រើពាក្យសម្ដីហ្នឹងដែរ បាទ បាទទី3នោះគឺកាលណាយើងមានសិលផលប្រយោជន៍របស់សិលគឺយើងចេះខ្មាស់បាបចេះខ្លាចបាបនៅពេលដែលកម្មហុចផលឲ្យផលនៃអំពើបាបវាចូលមកដល់គឺយើងនឹងវេទនាដោយសារព្រះអង្គធ្លាប់សម្ដែងរឿងហ្នឹងហើយសម្ដែងរឿងតែបុគ្គលដែលបុគ្គលពីលតែងរមែងសម្គាល់ថាអំពើបាបហ្នឹងមានរសជាតិផ្អែមដូចទឹកឃ្មុំហើយអត់ដឹងថាផលរបស់វាយ៉ាងណាទេប៉ុន្តែនៅពេលដែលផលវាហុចផលឲ្យនោះបុគ្គលពីលនឹងរងទុក្ខវេទនាព្រះអង្គសម្ដែងទៅព្រះពុទ្ធសម្ដែងរឿងហ្នឹងដែរទី4នោះគឺរស់នៅប្រកបដោយព្រហ្មវិហារធម៌4មានមេត្តាមានករណាមានមុទិតានិងមានឧបេក្ខាដែលគឺបើយើងអាចនិយាយបានថាមេត្តាគឺសេចក្តីស្រឡាញ់ករុណាគឺសេចក្តីអាណិតអាសូរមុទិតាគឺត្រេកអរតាមឃើញគេរីកចម្រើនឃើញគេល្អយើងរីករាយសប្បាយចិត្តនឹងក៏បានបនដែរកាលណាយើងមានមុទិតាយើងបាត់នៅសេចក្តីចំណែន បាទ ភាសាថ្មហៅអ៊ីសា បាទ កាលណាយើងឃើញគេរីកចម្រើនយើងមុទិតាយើងត្រេកអរជាមួយគេដែរ បាទ យើងចម្រើនបនហើយយើងបាត់នៅគេហៅថាអ៊ីសាសេចក្តីចំណែនយើងចម្រើនមេត្តាយើងបាត់នៅសេចក្តីស្អប់ បាទ សេចក្តីបៀតបៀនអ្នកដទៃបាទហើយបើសិនទីមួយទៀតគឺឧបេក្ខាធ្វើចិត្តឲ្យនៅកណ្ដាលអញ្ចឹងហើយបានជាទូទៅពាក្យទូនមានព្រានបដៅមួយចំនួនឲ្យឪពុកម្ដាយស្រឡាញ់កូនឲ្យស្មើគ្នាយ៉ាងហៅឧបេក្ខា បាទ ចុងក្រោយដែលខ្ញុំចង់លើកឡើងនេះគឺសិលនេះកាលណាយើងមានសិលគឺជាជំហានដំបូងមុននឹងចូលទៅដល់សមាធិមុននឹងចូលសមាធិបើសិនជាពុទ្ធសាសនិកជនឬក៏អ្នកបដិបត្តិនៅសមាធិមិនមានសិលបរិសុទ្ធមិនមានសិលគ្រប់គ្រាន់ទេគាត់បដិបត្តិសមាធិនឹងធ្វើឲ្យសតិមិនមូលទេពាក្យថាសមាធិគឺគេហៅថាប្រមូលចិត្តប្រមូលអារម្មណ៍ផ្ចង់ទៅលើអ្វីមួយបាទអញ្ចឹងនៅពេលដែលយើងមិនមានសិលយើងធ្លាប់ធ្វើបាបគេតែយើងធ្លាប់ធ្វើបាបគេហើយចិត្តយើងអត់នៅសុខទេយើងអត់សុខទេវាចេះអារម្មណ៍រវើរវាយហ្នឹងកាលណាយើងមានសិលអញ្ចឹងហើយបានជានៅក្នុងការធ្វើវិបស្សនាឬក៏នៅក្នុងការធ្វើបដិបត្តិសមាធិខ្លះគេតម្រូវឲ្យអ្នកដែលចូលរួមនៅក្នុងការធ្វើវិបស្សនាហ្នឹងឲ្យរក្សាសិល5ពេញមួយថ្ងៃសិនតទៅចាប់ទៅថ្ងៃស្អែកឡើងខាន់ស្អែកឡើងបើសិល5អត់តរក្សាបានទេគេអត់តឲ្យចូលធ្វើវិបស្សនាឬក៏សមាធិទេទីហើយគឺជាជំហានរបស់សិលបើសិនជាសិលវាដូចជាគឺដូចជាមុំចង្ក្រានមួយអញ្ចឹងបាទគឺមានសិលបន្ទាប់មកសមាធិបន្ទាប់មកបញ្ញាចុងក្រោយគឺវិមុតតិបាទវិមុតតិសុខហ្នឹងគឺសុខហ្មងអាហ្នឹងអាចថាទៅដល់និព្វានរួចផុតចាកទុក្ខហើយបាទ